ពុំមែនជាអ្នកមានដែលអាចទិញបាននូវក្តីស្រឡាញ់របស់មិត្តភក្តិហើយក៏មិនក្រដល់ថ្នាក់លក់មិត្តភក្តិក៏ព្រោះតែផលប្រយោជន៍នោះឡើយឆាកជីវិតនេះពុំអាចវាស់វែងដោយទឹកប្រាក់និងទឹកចិត្តបានទេទោះបីជាខ្ញុំគ្មានទ្រព្យសម្បត្តិនិងសម្បូរប្រាក់កាសក៏ដោយតែខ្ញុំយល់យ៉ាងច្បាស់ថាតម្លៃនៃទំនាក់ទំនងស្មោះសរគឺពុំអាចយកមកវាស់វែងឬរៀបរាប់បានឡើយមនុស្សសេចចេតនាបងប្អូនមិត្តភក្តិពុំអាចយកមកដោះដូរជាសម្ភារៈតែវាជាការចែករំលែកនូវភាពស្មោះត្រង់និងការគោរពទោះបីជាក្រដោយគ្មានសម្ភារៈតែខ្ញុំនៅតែរក្សាបាននូវក្តីគោរពហើយក៏គ្មានពេលណាដែលខ្ញុំលក់ទំនាក់ទំនងដ៏ល្អដែលខ្ញុំធ្លាប់មាននោះទេប្រាក់អាចជួយយើងឲ្យមានអ្វីៗជាច្រើនយ៉ាងតែពុំអាចទិញបាននូវមនោសញ្ចេតនាពិតប្រាកដពីមនុស្សដែលនៅជុំវិញខ្លួនយើងបានឡើយដូចនេះអ្នកគួរចាំឲ្យច្បាស់ថាឆាកជីវិតប្រៀបដូចជាកញ្ចក់មួយផ្ទាំងដែលឆ្លុះបញ្ចាំងពីអ្វីដែលអ្នកឲ្យទៅនិងបង្ហាញឲ្យអ្នកឃើញពីអ្វីដែលគួរទទួលយកមកវិញ